ជំរាបសួរតើអ្នកមានការសម្គាល់ទេថាយើងប្រើផ្លាស្ទិកប៉ុន្មានក្នុងមួយថ្ងៃបច្ចុប្បន្ននេះផ្លាស្ទិកមាននៅគ្រប់ទីកន្លែងដូចតែអ្នកគ្នាប្រើប្រាស់ផ្លាស្ទិកដូចជាដបទឹកថង់ដាក់អីវ៉ាន់ចានឬប្រអប់ស្នោសម្រាប់ដាក់អាហារនៅពេលដែលយើងប្រើប្រាស់ផ្លាស្ទិកច្រើនពេកហើយមិនបានទុកដាក់ឬកែច្នៃវាឡើងវិញឲ្យបានត្រឹមត្រូវទេវាអាចនឹងបង្កការប៉ះពាល់ដល់បរិស្ថានរបស់យើងផ្លាស្ទិកមិនងាយរលាយទេផ្លាស្ទិកអាចស្ថិតនៅក្នុងបរិស្ថានរបស់យើងបានយូរដែលអាចបង្កបញ្ហាដល់មនុស្សសត្វនិងភពផែនដីរបស់យើងមូលហេតុនេះហើយបានជាមានឃ្លាមួយដែលបានលើកឡើងថាសូមនិយាយថាទេចំពោះផ្លាស្ទិកសូមអ្នកទាំងអស់គ្នាចងចាំពីពិតជាមានសារៈសំខាន់ណាស់នៅពេលដែលយើងព្យាយាមប្រើប្រាស់ថង់ផ្លាស្ទិកកាន់តែតិចនិងសូមគិតគូរការការពារបរិស្ថានរបស់យើងយើងទាំងអស់គ្នាអាចផ្លាស់ប្ដូរទម្លាប់ថ្មីដូចជាការប្រើប្រាស់ដបទឹកដែលអាចដាក់បានច្រើនដងការប្រើថង់ក្រណាត់សម្រាប់ដាក់របស់របរនិងជៀសវាងពីការប្រើបំពង់ពត់ផ្លាស្ទិកចូលចងចាំថាតាមរយៈការនិយាយថាទេចំពោះផ្លាស្ទិកយើងកំពុងនិយាយថាបាត់ឬចាស់ហើយការភពផែនដីដែលមានសុខភាពល្អនិងពោពេញទៅដោយបរិយាកាសសប្បាយរីករាយ